តើការទទួលទានផ្លែននោងមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពរបស់យើងជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ KH Farm ដែលថ្ងៃនេះដែរយើងនឹងមកដឹងអំពីអត្ថប្រយោជន៍របស់ផ្លែននោងដោយដែលយើងបានដឹងហើយថានាពេលបច្ចុប្បន្ននេះការទទួលទានបន្លែផ្លែឈើពិតជារឿងសំខាន់ណាស់សម្រាប់សុខភាពរបស់យើងតែនៅក្នុងនេះដែរយើងឃើញថាផ្លែននោងហ្នឹងគឺជាបន្លែមួយប្រភេទដែលមនុស្សភាគច្រើនតែងតែចូលចិត្តទទួលទាននៅក្នុងអាហារប្រចាំថ្ងៃផងដែរ អញ្ចឹងតើបងប្អូនដឹងទេថាការទទួលទានផ្លែនាណូនោះវាមានអត្ថប្រយោជន៍យ៉ាងណាខ្លះដល់សុខភាពរបស់យើងអូខេអញ្ចឹងយើងនឹងមកស្ដាប់ការបកស្រាយទាំងអស់គ្នានាណូងគឺជាបន្លែបៃតងដែលល្អបំផុតមួយសម្រាប់សុខភាពរាងកាយក៏ដូចជាសម្រស់អញ្ចឹងពេលណាភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថានាណូងគឺអាចយកទៅច្នៃធ្វើជាអាហារដែលមានរសជាតិឆ្ងាញ់បានច្រើនមុខហើយទោះបីជាយើងឧស្សាហ៍ទទួលទានបន្លែមួយប្រភេទនេះក៏ដោយប៉ុន្តែយើងអាចបានដឹងឬក៏បានចាប់អារម្មណ៍ទេថាវាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ ដែលរាងកាយរបស់យើងនឹងចាំបាច់អ្វីខ្លះអញ្ចឹង6ចំណុចខាងក្រោមនេះនឹងបញ្ជាក់បានកាន់តែច្បាស់អំពីអត្ថប្រយោជន៍ដែលយើងមិនគួរមើលរំលងរបស់ផ្លែននោងដែលអត្ថប្រយោជន៍ទី1ហ្នឹងគឺវាជួយទប់ស្កាត់ជំងឺមហារីកផ្លែននោងគឺមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយអញ្ចឹងសារធាតុប្រឆាំងអុកស៊ីតកម្មហ្នឹងគឺវាជួយរាងកាយរបស់យើងនឹងឲ្យកាន់តែរឹងមាំនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងផលប៉ះពាល់ផ្សេងៗនៃរ៉ាឌីកាល់សេរីណាអញ្ចឹងហើយគឺវាអាចទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក អត្ថប្រយោជន៍ទី2គឺទប់ស្កាត់ជំងឺទឹកនោមផ្អែមអត្ថប្រយោជន៍សុខភាពមួយទៀតនៃផ្លែននោងនោះគឺវាទប់ស្កាត់ជំងឺទឹកនោមផ្អែមជាតិម៉ង់កាណែតគឺចាំបាច់នៅក្នុងការផលិតអង់ស៊ីមរំលាយអាហារដែលមានប្រយោជន៍ណាស់សម្រាប់ដំណើរការនៃការបង្កើនកូលីកូសឬក៏glycogenesis ហើយម៉ង់កាណែតហ្នឹងគឺវាអាចជួយនៅក្នុងការបង្កើនឬក៏បញ្ចេញអាំងសាលីនហ្នឹងត្រឹមត្រូវនឹងធ្វើឲ្យមុខងាររបស់មីតូកុងដ្រីលហ្នឹងមានលក្ខណៈកាន់តែប្រសើរឡើងផងដែរ អត្ថប្រយោជន៍ទី3គឺជួយដល់សុខភាពភ្នែកផ្លែដំឡូងគឺជាប្រភពដ៏ល្អប្រសើរនៃវីតាមីន A ដែលល្អបំផុតសម្រាប់សុខភាពភ្នែករបស់យើងហើយដើម្បីអាចរក្សាបាននូវសុខភាពល្អដែលមើលឃើញទៅច្បាស់អញ្ចឹងណាហើយលើសពីនឹងទៀតផ្លែដំឡូងហ្នឹងក៏វាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកខ្សោយដែលទាក់ទងទៅនឹងអាយុផងដែរតាមរយៈវីតាមីន A វីតាមីន C ស័ង្កសីហើយនិងជាតិទង់ដែងដែលមានផ្ទុកនៅក្នុងផ្លែដំឡូងហ្នឹងណា អត្ថប្រយោជន៍ទី4ហ្នឹងគឺវាជួយសុខភាពស្បែកននោងមានផ្ទុកវីតាមីន C ដែលជួយកាត់បន្ថយស្នាមជ្រីវជ្រួញស្បែកស្ងួតហើយនិងទប់ស្កាត់ភាពចាស់មុនអាយុនៃស្បែកផងដែរហើយវីតាមីន C ហ្នឹងគឺវាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផលិតប្រូតេអ៊ីនដើម្បីបង្កើតសាច់ដុំសរសៃឈាមស្បែកហើយនិងសរសៃរាងហើយអត្ថប្រយោជន៍ផ្សេងទៀតហ្នឹងនៃផ្លែននោងគឺវាជួយព្យាបាលឲ្យរបួសរបស់យើងហ្នឹងឆាប់ជាបានទៀតផង អត្ថប្រយោជន៍ទី5គឺវាជួយព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហមផ្លែននោងគឺជាប្រភពដ៏អស្ចារ្យនៃពពួកវីតាមីន B6 ដែលហៅថា pyridoxine ហើយវីតាមីន B6 ហ្នឹងគឺវាដើរតួនាទីយ៉ាងចាំបាច់នៅក្នុងការបង្កើត hemoglobin នៅក្នុងឈាមដែលជួយនៅក្នុងការប្រមូលផ្ដុំជាតិដែកហើយដឹកនាំអុកស៊ីសែនទៅគ្រប់កោសិកានៃរាងកាយហើយលើសពីហ្នឹងទៀតននោងហ្នឹងក៏វាមានផ្ទុកនៅសារធាតុស័ង្កសីដែលវាជួយនៅក្នុងការរក្សាដំណើរការឈាមបានផងដែរ អត្ថប្រយោជន៍ទី6គឺជួយឲ្យសម្រកទម្ងន់ននោងគឺជាប្រភេទបន្លែមួយប្រភេទដែលសម្បូរទៅដោយជាតិសរសៃវីតាមីនជាតិរ៉ែប៉ុន្តែវាមានផ្ទុកជាតិខ្លាញ់ហើយនិងកាឡូរីទាបដូច្នេះហើយគឺធ្វើឲ្យជាប្រភេទបន្លែមួយដែលល្អបំផុតនៅក្នុងការសម្រកទម្ងន់ ចាទាំងនេះហើយគឺជាអត្ថប្រយោជន៍ទាំង6របស់ផ្លែននោងសម្រាប់សុខភាពរបស់យើងគឺវាផ្ដល់ផលប្រយោជន៍ជាច្រើនដល់រាងកាយក៏ដូចជាសម្រស់របស់យើងផងដែរដូច្នេះហើយយើងគួរគប្បីទទួលទានវានឹងឲ្យបានច្រើននៅក្នុងរបបអាហារប្រចាំថ្ងៃអូខេអញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ផងដែរហើយសង្ឃឹមថាជាប្រយោជន៍ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយបើគិតថាវីដេអូមួយនឹងមានប្រយោជន៍ពុកម៉ែបងប្អូនកុំភ្លេចធ្វើការ Like Share Subscribe Channel នេះម្នាក់មួយផងអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀត